ในการรำลึกโกนញឹកញាប់បណ្ដាលឲ្យស្ត្រីមានសុខភាពមាត់ស្បូនខ្សោយស្អិតដៃស្បូនធ្វើឲ្យគាត់អាចនឹងពិបាកនៅក្នុងការមានកូនងាយនឹងប្រឈមជាមួយនឹងបញ្ហារោគស្ត្រីទៅជាការធ្លាក់សមានបញ្ហាក្តៅក្រហាយពិបាកនៅក្នុងការរួមរស់នៅជាមួយនឹងដៃគូអាចនឹងធ្វើឲ្យប៉ះពាល់ខ្លាំងតាក់ទងជាមួយនឹងភ្នាសរដូវដែលធ្វើឲ្យស្ត្រីមានបញ្ហាតាក់ទងជាមួយនឹងរដូវអាចនឹងមកមិនទៀងរៀងរដូវឈាមរដូវមួយខែ2ទៅ3ដងឬក៏បរិមាណនៃការមកឈាមរដូវតិចឬក៏ថយតាក់ទងជាមួយនឹងការមករដូវបងប្អូនដែលជាទូទៅ2ទៅ3ថ្ងៃរហូតដល់មួយអាទិត្យអាចនឹងមកលើសឬក៏មករយៈពេលយូរឬក៏មករយៈពេលតិចខុសធម្មតាកត្តាសំខាន់នោះគឺធ្វើឲ្យប៉ះពាល់ខ្លាំងតាក់ទងជាមួយនឹងផ្លូវចិត្តស្ត្រីដែលអាចនឹងធ្វើឲ្យស្ត្រីនឹងមានបញ្ហាតាក់ទងជាមួយនឹងសម្រស់ស្បែកស្ងួតស្អាតគ្មានសំណើមមុខឡើងមុនឡើងជាប់ផងដែរអញ្ចឹងនៅក្នុងករណីដែលបងប្អូនស្ត្រីធ្វើការរំលត់កូនញឹកញាប់មានបញ្ហាខ្លាំងមែនទែនតាក់ទងជាមួយនឹងសុខភាពករណីខ្លះក៏អាចនឹងប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនដូចគ្នាអញ្ចឹងទៅលើបញ្ហាដែលស្ត្រីមិនទាន់ចង់បាន baby ទេបងប្អូនគួរតែជ្រើសរើសនៅមធ្យោបាយពជាកំណើតដែលស័ក្តិសមជាមួយនឹងសុខភាពរបស់បងប្អូនឲ្យបានត្រឹមត្រូវ